នេះជាវីដេអូមុនកើតហេតុនៃការប៉ះពាក្យសម្ដីគ្នារវាងសម្ដាប់ធ្នាប់សាលាខណ្ឌទួលគោកជាមួយនឹងម្ចាស់ទុរេនពាក់ព័ន្ធនឹងករណីរឿងអាយ៉ែឡានទុរេនចូលផ្ទះសូមពុកម៉ែបងប្អូនមើលហើយពិចារណាតាមការគូហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ទី4ខែកក្កដាឆ្នាំ2026សូមអរគុណ